ស្ដីមកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel រៀបសារចិនហើយថ្ងៃនេះខ្ញុំបានលើកយកវីដេអូហើយនឹងពាក្យចំនួន9ដែលតេទៅនឹងពាក្យក្រុមពាក្យអក្សរហមកចែកចម្លែកជាមួយអ្នកទាំងអស់គ្នាហើយបើសិនជាពាក្យទាំងអស់នេះអ្នកទាំងអស់គ្នាមិនទាន់ចេះឬក៏អាចជួយដល់អ្នកទាំងអស់គ្នាក្នុងការធ្វើការងារឬការរៀនសូត្រអាចកត់វាទុកដើម្បីថ្ងៃក្រោយអាចប្រើប្រាស់បានតោះឥឡូវយើងកុំឲ្យខាតពេលវេលាយើងចាប់ផ្ដើមអានទាំងអស់គ្នាអញ្ចឹងពាក្យទី1នេះយើងអានថា合作合作合作ប្រែថាកិច្ចសហប្រតិបត្តិការឬក៏យើងអាចប្រែថាសហការក៏បានដែរនឹង合作ដូចឥឡូវសហការរីករាយឬក៏មិនយើងអាចថា合作愉快សហការរីករាយទៅចាំពាក្យទី2អានថា合同合同ចឹងនេះលេខទី2合同làកិច្ចសន្យាអងទៀត合同កិច្ចសន្យាឬក៏កុងត្រាណាយើងបើក្នុងរោងចក្រគេភាសាប្រើថាកុងត្រាយើងដល់យើងចូលធ្វើការកុងត្រារយៈពេល1ខែ2ខែ3ខែអញ្ចឹងណាហ្នឹងគេហៅថាកុងកិច្ចសន្យាឬក៏កុងត្រាហ្នឹងហឺថងកិច្ចសន្យាឬក៏កុងត្រាពាក្យទី3នេះយើងអានថាហឺលីប្រែសមហេតុផលដល់ឥឡូវយើងនិយាយអីសមហេតុផលអីអញ្ចឹងណា合理សមហេតុផលពាក្យទី4合适ស័ក្តិសមឬក៏សម合适ស័ក្តិសមឬក៏សម合法អង្ទៀត合法ស្របច្បាប់ហ្នឹង合法ស្របច្បាប់បើពាក្យខុសច្បាប់គេថា fan 法អញ្ចឹងទៅហ្នឹងដោយសារពាក្យហ្នឹងវាអត់នៅជាមួយនឹងក្រុមអក្សរហឺចេះខ្ញុំអត់ដាក់អញ្ចឹងណាអញ្ចឹងពាក្យទី6អានថាហឺកើនឹងប្រែថាត្រូវតាមស្តង់ដារឬក៏ល្អឬមួយទៀតក៏អាចប្រែជាប់ដែរឧទាហរណ៍យើងធ្វើតេស្តជាប់អីចឹងណាមាន适合កើអីទៅហ្នឹងហើយឬក៏ផលិតផលដែលយើងធ្វើចេញមកល្អគេដាក់ហឺកើហ្នឹងនឹងហឺកើត្រូវតាមស្តង់ដារឬក៏ល្អពាក្យទី7យើងអានថាហឺសាំងព្រះបិទដូចយើងបិទសភៅយើងបើកសភៅអានយ៉ាងបិទសភៅហ្នឹងប៉ាស៊ូហឺសាំងយើងទៅបិទសភៅយើងទៅហឺសាំងបិទហ្នឹងពាក្យទី8យើងអានថាហឺចោតែថាថតរូបរួមគ្នាព្រោះពេលខ្លះគេដាក់តាក់ទៀតតាក់ហឺចោក៏បានដែរណាតែដល់ពេលនេះខ្ញុំអានយកតែត្រឹមតែ2ម៉ាត់ហឺចោថតរួមគ្នាហ្នឹងអញ្ចឹងពាក្យចុងក្រោយនេះយើងអានថា配合配合配合ហ្នឹងគឺយើងប្រែថាសហការដល់配合工作យើងសហការធ្វើការងារអញ្ចឹងវាខុសពីឥឡូវប្រែកិច្ចសហការនេះយើងសហការវាខុសគ្នានិយាយដល់ឥឡូវអ្នកត្រូវសហការជាមួយខ្ញុំនិយាយ配合工作អញ្ចឹងចឹងប្រាសហការអញ្ចឹងអរគុណចាស់ពាក្យមេរៀនយើង9ពាក្យយើងរកធំហ្នឹងហើយបើមានកន្លែងណាខ្វះខាតឬក៏ខុសឆ្គងឲ្យសូមអធិស្ឋានអរគុណច្រើនជួបគ្នាវីដេអូក្រោយបន្ថែមទៀតបាយបាយ